ជំរាបសួរនាងខ្ញុំបានស្រីពេជ្របង្វឹកជំនាញគណនេយ្យនិងហិរញ្ញវត្ថុស្តង់ដារអញ្ចឹងថ្ងៃនេះនាងខ្ញុំសូមលើកយកអក្សរលើកតម្លៃបន្ថែមឬក៏ VAT មកជូនអស់លោកអ្នកដែលជាភាគ2អញ្ចឹងសូមអស់លោកអ្នកតាមដានជាមួយនាងខ្ញុំទាំងអស់គ្នាអញ្ចឹងយើងចូលដល់ចំណុចបន្តទៀតគឺរមាំងមួយគោលការណ៍ទូទៅអញ្ចឹងមួយតើអ្នកណាទៅជាបុគ្គលជាប់អក្សរបុគ្គលជាប់អក្សរសំដៅដល់បុគ្គលដែលត្រូវជាប់ពន្ធតាមរបបស្វ័យប្រកាសហើយដែលធ្វើការផ្គត់ផ្គង់ជាប់អក្សរដោយមានចែងក្នុងមាត្រា95នៃច្បាប់នេះអញ្ចឹងច្បាប់នេះគឺជាច្បាប់ស្តីអំពីសារពើពន្ធឆ្នាំ2023បុគ្គលអនិវាសនជនដែលផ្គត់ផ្គង់ទំនិញ Digital ឬសេវា Digital មកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកជាបុគ្គលជាប់អក្សរអញ្ចឹងពីការផ្គត់ផ្គង់ជាប់អក្សរនិងការផ្គត់ផ្គង់មិនជាប់អក្សរការផ្គត់ផ្គង់ជាប់អក្សរការផ្គត់ផ្គង់ជាប់អក្សរសំដៅដល់ការផ្គត់ផ្គង់ទំនិញឬសេវាដោយបុគ្គលជាប់អក្សរនៅក្នុងព្រះរាជាណាចក្រកម្ពុជាអញ្ចឹងបុគ្គលជាប់អក្សរនេះខ្ញុំបានបញ្យល់អស់លោកអ្នកបានជ្រាបពីលើមកហើយថាតើបុគ្គលជាប់អក្សរនោះគឺជាអ្នកណាគឺជាបុគ្គលដែលស្ថិតនៅក្នុងរបបស្វ័យប្រកាសការដកយកទំនិញឬសេវាមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អក្សរអញ្ចឹងមានន័យថាការដកយកទំនិញឬក៏សេវាហ្នឹងមកប្រើប្រាស់ផ្ទាល់ខ្លួនអញ្ចឹងមានន័យថាយើងក៏ចាត់ទុកជាការផ្គត់ផ្គង់មានស្មើនឹងការលក់ទំនិញហ្នឹងដែរស្មើនឹងការលក់ទំនិញឬក៏សេវាហ្នឹងបើយើងនិយាយស្រួលស្ដាប់ការផ្ដល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិតនៃទំនិញឬសេវាដោយបុគ្គលជាប់អក្សរអញ្ចឹងលោកក្រោមតម្លៃពិតអញ្ចឹងមានន័យថាក្នុងនេះមានន័យអាចផ្ដល់ជាអំណោយដល់បុគ្គលដែលគាត់ស្ថិតក្នុងរបបស្វ័យប្រកាសដែលគាត់បានប្រកាសគាត់អាចទៅជាបន្ទោយអ្នកជាប់ពន្ធមធ្យមឬអ្នកជាប់ពន្ធធំទាំងអស់ហ្នឹងឬក៏ការលក់ទៅឲ្យគាត់ហ្នឹងក្រោមតម្លៃពិតឧទាហរណ៍ថាតម្លៃទីផ្សាររបស់នឹងមួយតម្លៃ$1000សម្រាប់គាត់គ្នាឯងទៅគាត់លក់ឲ្យទៅ$200ទេគាត់សុខចិត្តខាត$800អញ្ចឹងក៏ចាត់ទុកថាជាការផ្គត់ផ្គង់ដែរក៏ចាត់ទុកថាជាការផ្គត់ផ្គង់ឬការលក់ចំអកតម្លៃ1000ហ្នឹងដែរអញ្ចឹងសូម្បីតែឲ្យទៅទេហ្នឹងក៏យើងគិតថាជាការលក់ឲ្យលក់ដែរតទៀតផ្គត់ផ្គង់ទំនិញ Digital ឬសេវា Digital មកក្នុងព្រះរាជាណាចក្រកម្ពុជាដោយមានចែងមាត្រា58នៃច្បាប់នេះអញ្ចឹងមានថាដូចនាងខ្ញុំបានជម្រាបខាងលើរួចម្ដងមកហើយមានន័យថាការផ្គត់ផ្គង់ទំនិញ Digital មានការលក់ទំនិញ Digital ឬក៏សេវាកម្ម Digital ហ្នឹងមកនៅក្នុងព្រះរាជាណាចក្រកម្ពុជាហ្នឹងក៏ចាត់ទុកថាជាការផ្គត់ផ្គង់ចំអកដែរឬក៏ជាការលក់ចំអកអញ្ចឹងបើសិនជាអស់លោកអ្នកឆ្ងល់ថាអត់លក់ទេឲ្យតាប៉ុន្តែឲ្យហ្នឹងក៏យើងចាត់ទុកថាលក់ដែរព្រោះក្នុងច្បាប់បានចែងច្បាស់ហើយនៅក្នុងមាត្រា58នៃច្បាប់នេះហ្នឹងច្បាប់នេះគឺសំដៅដល់ច្បាប់ស្តីពីសារពើពន្ធឆ្នាំ2023ការនាំចូលទំនិញក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជាអញ្ចឹងការនាំទំនិញចូលអញ្ចឹងកាលណានាំទំនិញចូលហើយចូលដល់ក្នុងដែនគយព្រះរាជាណាចក្រកម្ពុជាគឺចាត់ទុកថាជាការផ្គត់ផ្គង់ទំនិញជាប់កដែរប្រសិនបើលោកអ្នកចង់ចេះជំនាញគណនេយ្យនិងហិរញ្ញវត្ថុក្នុងរយៈពេលខ្លីនោះលោកអ្នកនឹងទទួលបានការបង្វឹកពីក្រុមការងារយើងខ្ញុំផ្ទាល់សូមធានាថាបន្ទាប់ពីលោកអ្នកទទួលបានការបង្វឹកពីក្រុមការងារយើងខ្ញុំលោកអ្នកនឹងប្រើការសម្រាប់ការងារនិងអាជីវកម្មរបស់លោកអ្នកបាន100%ខ្ញុំទំនាក់ទំនងមកឥឡូវនេះលោកអ្នកនឹងទទួលបានការប្រឹក្សាយោបល់ឥតគិតថ្លៃពេញមួយជីវិតអញ្ចឹងនេះដល់ហើយយើងសិក្សាទៅលើតើការផ្គត់ផ្គង់អ្វីខ្លះដែលចាត់ទុកថាជាការផ្គត់ផ្គង់មិនជាប់អក្សរឬក៏យើងនិយាយស្រួលស្ដាប់វាន័យថាតើយើងលក់របស់អ្វីខ្លះដែលយើងចាត់ទុកថាជាការលក់មិនជាប់អក្សរអញ្ចឹងការផ្គត់ផ្គង់មិនជាប់អក្សរមានដូចខាងក្រោមសេវាសិក្សាអប់រំអញ្ចឹងសេវាសិក្សាអប់រំនេះគឺអត់ជាប់វត្តទេឬក៏មិនជាប់អក្សរលើតម្លៃបណ្ដាទេសេវាប្រៃសណីយ៍សាធារណៈអញ្ចឹងសេវាមន្ទីរពេទ្យនិង clinic ខាងវិទ្យាសាស្ត្រតនសាស្ត្រហ្នឹងគឺនិយាយពីពេទ្យថ្មិញអញ្ចឹងគាត់មានលក់ទំនិញបន្តបន្សំហ្នឹងមានដូចជាថ្នាំពេទ្យឬក៏បន្តិចបន្តួចហ្នឹងជាប្រភេទទំនិញឬក៏សារ៉ាបន្តិចបន្តួចហ្នឹងគឺគាត់ជាប់ពន្ធទេតែបើសិនគាត់ជាលក្ខណៈយើងហៅថាប៉ាស៊ីតែគាត់មានថ្នាំលក់ច្រើនអញ្ចឹងទៅគាត់អាចជាប់ពន្ធប៉ុន្តែជាប់ពន្ធនេះគឺស្ថិតនៅលើចំណូលរបស់គាត់ដែរតែចំណូលគាត់ហ្នឹងត្រូវជាប់ពន្ធអញ្ចឹងទៅនឹងត្រូវជាប់ពន្ធសេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋអញ្ចឹងកន្លែងអត់មានអីពិបាកទេអ្នកទាំងអស់គ្នាតែងតែស្គាល់ហើយឡានក្រុងរបស់ផ្លូវពីណាទៅណាអញ្ចឹងទៅដូចជានៅទីក្រុងភ្នំពេញសម្បូរអញ្ចឹងនៅក្នុងនេះអញ្ចឹងសេវាដឹកអ្នកដំណើរដែលជារបស់រដ្ឋហ្នឹងគឺអត់ជាប់វត្តទេអញ្ចឹងសេវាធានារ៉ាប់រងអត់ជាប់វត្តទេការផ្គត់ផ្គង់ធម្មពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាតអញ្ចឹងទឹកស្អាតដែលយើងប្រើប្រាស់នឹងធម្មពលអគ្គិសនីហ្នឹងគឺអត់ជាប់វត្តទេ
ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុកអញ្ចឹងនៅក្នុងនេះសូមលោកអ្នកសិក្សាច្បាស់ថាផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុកអញ្ចឹងមានន័យថាផលិតផលកសិកម្មហ្នឹងមានន័យថាអត់ទាន់កែច្នៃទេហើយយើងផលិតក្នុងស្រុកទៀតបានអត់ជាប់វត្តប៉ុន្តែប្រសិនបើផលិតផលកសិកម្មហ្នឹងត្រូវបានកែច្នៃអញ្ចឹងត្រូវជាប់វត្តអញ្ចឹងវាឆ្លងកាត់រោងចក្រឬឆ្លងកាត់សិនអញ្ចឹងទៅអញ្ចឹងផលិតផលនេះកសិកម្មនេះមានដូចជាស្រូវដែលយើងផលិតទៅជាអង្គប៉ុន្តែករណីដែលថាมันជាប់វត្តយើងផលិតក្នុងស្រុកហ្នឹងមិនទាន់កែច្នៃហ្នឹងហើយគឺយើងលក់ស្រូវចំណែកអង្គដែលយើងលក់តាមផ្ទះកិនមិនសិនទៅតូចបន្តិចបន្តួចហ្នឹងអាហ្នឹងវាអាចជាប់វត្តទេសេវាប្រមូលសម្រាមនិងកាកសំណល់រឹងឬរាវអញ្ចឹងសេវាហ្នឹងក៏អត់ជាប់វត្តដែរអញ្ចឹងសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ចឹងក៏អត់ជាប់វត្តដែរប៉ុន្តែសេវាជាមូលដ្ឋានដូចជាការបើកធនាគារអញ្ចឹងការបើកធនាគារអញ្ចឹងទៅគឺខ្ញុំលើកឧទាហរណ៍អញ្ចឹងផ្ដល់សេវាហិរញ្ញវត្ថុដល់កម្ចីអញ្ចឹងកម្ចីហ្នឹងគឺអត់ជាប់វត្តទេប៉ុន្តែបើសិនបើអស់លោកអ្នកចង់ជ្រាបច្បាស់និងចង់អានលម្អិតឲ្យច្បាស់ជាងនេះទៅទៀតអស់លោកអ្នកអាចចូលឆែកwebsite របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ចឹងដើររកប្រកាសដែលពាក់ព័ន្ធជាមួយនឹងសេវាមូលដ្ឋានខាងហិរញ្ញវត្ថុហ្នឹងទៅអស់លោកអ្នកនឹងជ្រាបកាន់តែច្បាស់នាំចូលសម្ភារៈផ្ទាល់ខ្លួនដែលរួចពន្ធគយក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ចឹងទាំងអស់ចំណុចនេះអ្នកទាំងអស់គ្នាអាចចូលឆែកនៅក្នុង website របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីចូលអានលម្អិតបានអញ្ចឹងការនាំចូលសម្ភារៈតិចតួចប្រើប្រាស់ផ្ទាល់ខ្លួនហ្នឹងគឺអត់ជាប់ពន្ធទេប៉ុន្តែស្ថិតក្នុងតម្លៃមួយដែលត្រូវបានច្បាប់កំណត់បើឧទាហរណ៍អ្នកទាំងអស់គ្នាចង់បានឡានអញ្ចឹងទិញឡានមកនាំចូលអញ្ចឹងយើងគិតថានាំចូលយើងប្រើប្រាស់ផ្ទាល់ខ្លួននេះព្រោះនាំចូលតែមួយអត់ជាប់ពន្ធអត់ទេពីព្រោះគេមានកម្រិតតម្លៃអញ្ចឹងតម្លៃណាដែលយើងអាចរួចពន្ធដោយមិនជាប់យើងមិនបាច់បង់វត្តហ្នឹងនឹងចាប់ពីតម្លៃប្រហែលឡើងទៅទើបយើងត្រូវបង់វត្តអញ្ចឹងអស់លោកអ្នកអាចចូលទៅមើលឯកសារបន្ថែមបានសកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ចឹងពាក់ព័ន្ធសកម្មភាពត្រង់នេះគឺសំដៅទៅលើអង្គការមិនមែនរាជរដ្ឋាភិបាលដែលគាត់មិនស្វែងរកប្រាក់ចំណេញហើយគាត់បម្រើជាផលប្រយោជន៍សាធារណៈអញ្ចឹងគាត់អត់ជាប់ពន្ធទេតែប្រសិនបើគាត់មានឈ្មោះថាអង្គការមិនមែនរាជរដ្ឋាភិបាលដែរប៉ុន្តែគាត់រកប្រាក់ចំណេញប៉ុន្តែគាត់មិនបានបម្រើផលប្រយោជន៍សាធារណៈទេគាត់យកទៅប្រើប្រាស់ផ្ទាល់ខ្លួនអាហ្នឹងត្រូវជាប់វត្តអញ្ចឹងករណីនេះបើសិនជាគាត់មិនស្វែងរកប្រាក់ចំណេញហើយបម្រើផលប្រយោជន៍សាធារណៈទៀតអញ្ចឹងទើបគាត់មិនជាប់ពន្ធអញ្ចឹងមិនជាប់ពន្ធហ្នឹងគឺសំដៅទៅលើមិនជាប់វត្តមិនមែនអត់មានន័យថាអត់ជាប់ពន្ធទាំងអស់ទេគឺដល់ចំណុចទី3ការគ្រប់គ្រងបញ្ចុះកចំពោះបេសកកម្មទូតនិងអង្គការអន្តរជាតិការគ្រប់គ្រងបញ្ចុះកចំពោះបេសកកម្មទូតនិងអង្គការអន្តរជាតិត្រូវបានកំណត់ដូចខាងក្រោមការគ្រប់គ្រងបញ្ចុះចំពោះបេសកកម្មទូតនិងកុងស៊ុលបរទេសអង្គការអន្តរជាតិនិងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលដទៃទៀតសម្រាប់យកមកប្រើក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួនត្រូវកំណត់ថាគុតគង់បញ្ចុះអញ្ចឹងនៅក្នុងនេះនាងខ្ញុំសូមបញ្ជាក់បន្ថែមថារាល់ការគុតគង់ចំពោះបេសកកម្មកុងស៊ុលឬក៏បេសកកម្មទូតឬក៏អង្គការអន្តរជាតិហ្នឹងឬក៏ភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលឬក៏រាជរដ្ឋាភិបាលដទៃទៀតហ្នឹងគឺមិនជាប់អាករទេអញ្ចឹងបើសិនជាអស់លោកអ្នកចង់ដឹងថាតើមុខទំនិញអ្វីខ្លះនៅក្នុងបញ្ជីរាយមុខទំនិញហ្នឹងដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអស់លោកអ្នកអាចចូលទៅស្រាវជ្រាវបន្ថែមរកឯកសារបន្ថែមនៅក្នុង website របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចឹងប្រសិនបើអស់លោកអ្នកមានកម្រងចង់បើកអាជីវកម្មឬក៏ម្ចាស់អាជីវកម្មឬក៏សិស្សនិស្សិតទាំងអស់ចង់ជ្រាបច្បាស់អំពីគណនេយ្យហិរញ្ញវត្ថុលោកអ្នកអាចទំនាក់ទំនងមកក្រុមការងាររបស់នាងខ្ញុំរៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង 7 ព្រឹកដល់ម៉ោង 5 ល្ងាចសូមអរគុណសូមជម្រាបលា